បងប្អូនមួយចំនួនតែនិយាយថាហើយសួរគ្នាថាតើរវាងរដ្ឋាភិបាលថៃហើយនិងរដ្ឋាភិបាលកម្ពុជាតើរដ្ឋាភិបាលទាំងពីរនេះអ្នកណាខ្លាំងជាងអ្នកណាខ្ញុំសូមបញ្ជាក់ថាគឺរដ្ឋាភិបាលកម្ពុជារបស់យើងគឺខ្លាំងហ៊ានឧទាហរណ៍ជាក់ស្ដែងយើងសូមសរសើរបើសិនជារដ្ឋាភិបាលធ្វើល្អយើងត្រូវហ៊ានថាល្អតែបើរដ្ឋាភិបាលធ្វើមិនល្អយើងក៏ត្រូវហ៊ានប្រឆាំងថាមិនល្អក៏ប៉ុន្តែរយៈពេលខ្លីនេះយើងឃើញរដ្ឋាភិបាលរបស់ខ្មែរយើងគឺមានក្លាហានបាទធ្វើឲ្យគូគាត់សម្គាល់ឧទាហរណ៍ដូចជាថៃគម្រាមកាត់អ៊ីនធឺណិតកាត់ភ្លើងសំទោសកាត់អ៊ីនធឺណិតបិទច្រកព្រំដែនដូច្នេះគ្រាន់តែថាខ្មែរយើងកាត់ភ្លើងបាទសម្ដេចហ៊ុនសែនលោកបញ្ជាឲ្យទៅកាត់មុនណែឯងប្រាប់ថាកាត់ដូចជាលំហូរពលករនៅប្រទេសសៀមគ្រាន់តែឮធំក្លិនថាណែឯងនឹងមានបញ្ហាជាមួយពលករសម្ដេចហ៊ុនសែនលោកបានណាអំពាវនាវដើម្បីកុំឲ្យពលករយើងមានគ្រោះថ្នាក់គេមើងងាយតន់គាត់ក៏អំពាវនាវឲ្យពលករទាំងនោះបើអាចអញ្ជើញមកបានអញ្ជើញមកហើយរដ្ឋាភិបាលនឹងជួយបានមួយចំនួនដែរដូចជាបាទរកការងារឲ្យធ្វើបើដល់ដីខ្មែរមានឡានដឹកទៅដល់ទីលំនៅពេទ្យលក្ខនឹងលក្ខនេះហើយក្លាហានគ្រាន់តែឮថៃប្រឆាំងប្រាប់រដ្ឋាភិបាលគួរតែបិទខ្ទប់អំពីសាំងកុំឲ្យលំហូរចូលមកដីខ្មែរសម្ដេចនាយកប្រធានព្រឹទ្ធសភាលោកបានបិទលោកបានបិទមិនអោយប្រេងលំហូរចូលនឹងហ្គាសនេះហើយគឺជាភាពក្លាហានដល់គួរឲ្យគាត់សម្គាល់ហើយគួរឲ្យគោរពបាទព្រំដែនក៏ដូចនោះដែរបើថៃបិទមួយរដ្ឋាភិបាលបិទតតែពីរឯនោះណាឯងដាល់មួយដៃរដ្ឋាភិបាលដែលតបទៅវិញពីរដៃបីដៃឯនោះនេះហើយជាភាពក្លាហានរបស់រដ្ឋាភិបាលខ្មែរយើងគឺកាន់ដងរហូតដាវមិនមែនកាន់ផ្លែទេតាំងពីមានព្រៀបកាន់ដងប្តឹងទៅអន្តរជាតិ ICJ ជាដើមឡាក់គឺមានព្រៀបតែគ្រាន់តែមួយចំណុចដែលរដ្ឋាភិបាលធ្វើឲ្យខូចហើយធ្វើឲ្យចុះប្រជាប្រិយការសន្ទនារវាងនាយករដ្ឋមន្ត្រីថៃហើយនឹងប្រធានព្រឹទ្ធសភាដូច្នេះពេលសន្ទនាហើយខ្មែរយើងបញ្ចេញនៅសារសម្លេងនេះហើយជាភាពថោកទាបឲ្យយើងអស់ប្រជាប្រិយយើងធ្លាប់តែមានប្រជាប្រិយកាន់ដងដាវដូច្នេះទម្លាក់ដងដាវទៅឲ្យថៃរហូតថៃគេនឹងប្តឹងដូច្នេះចង់មិនចង់រដ្ឋាភិបាលរបស់យើងនេះសម្ដេចហ៊ុនសែននេះមិនអាចចូលទឹកដីថៃបានទេណាដូច្នេះទឹកខ្មុំវាคล้ายទៅជាទឹកខ្មេះល្អច្រើនតែអត់ល្អតែមួយចូលទៅខូចអាល្អទាំងឡាយទាំងពួងដែលបានធ្វើនោះអស់រលីង